ក្នុងនាមជាដែនកំណត់សិលធម៌និងផ្លូវច្បាប់ក្នុងជំនួបប្រដាប់អាវុធតើអ្វីទៅជាភាពខុសគ្នាសំខាន់រវាងច្បាប់មនុស្សធម៌អន្តរជាតិនិងបទល្មើសសង្គ្រាមហើយតើយន្តការអន្តរជាតិអ្វីខ្លះរួមទាំងលក្ខន្តិកៈនិងតុលាការដែលត្រូវបានប្រើដើម្បីដាក់ទណ្ឌកម្មលើបុគ្គលនិងរដ្ឋដែលបំពានច្បាប់សង្គ្រាមនេះដើម្បីឆ្លើយតបនឹងសំណួរនេះយើងត្រូវបែងចែកឲ្យច្បាស់រវាងក្រមច្បាប់ដែលគ្រប់គ្រងជម្លោះនិងការរំលោភបំពានលើក្រមច្បាប់នោះ 1. ច្បាប់សង្គ្រាមឬច្បាប់មនុស្សធម៌អន្តរជាតិច្បាប់មនុស្សធម៌អន្តរជាតិគឺជាកម្រងច្បាប់ដែលត្រូវបានរៀបចំឡើងដើម្បីកំណត់ដែនកំណត់ជាក់លាក់ក្នុងការប្រើប្រាស់មធ្យោបាយនិងវិធីសាស្ត្រធ្វើសង្គ្រាមក៏ដូចជាការពារបុគ្គលដែលមិនចូលរួមឬឈប់ចូលរួមក្នុងការប្រយុទ្ធគោលការណ៍សំខាន់គឺការបែងចែករវាងយោធានិងជនស៊ីវិលកប្រភពច្បាប់ស្នូលអនុសញ្ញាទីក្រុងហ្សឺណែវទាំង4ឆ្នាំ1949គឺជាសន្ធិសញ្ញាស្នូលដែលការពារជនរងគ្រោះក្នុងជម្លោះប្រដាប់អាវុធដូចជាទាហានរបួសឬឈឺឆ្លើយសឹកនិងជនស៊ីវិលឆ្នាំ1977អភិវឌ្ឍបន្ថែមលើអនុសញ្ញាហ្សឺណែវជាពិសេសការការពារជនស៊ីវិលក្នុងជម្លោះអន្តរជាតិនិងជម្លោះមិនមែនអន្តរជាតិសង្គ្រាមស៊ីវិលអនុសញ្ញាទីក្រុងឡាអេឆ្នាំ1899និង1907កំណត់ច្បាប់តាក់ទងនឹងរបៀបនិងមធ្យោបាយនៃការធ្វើសង្គ្រាមឧទាហរណ៍ការហាមឃាត់ការប្រើប្រាស់អាវុធមួយចំនួន 2. និយមន័យបទល្មើសសង្គ្រាមដែលនាំឲ្យមានការទទួលខុសត្រូវព្រហ្មទណ្ឌបុគ្គលឧក្រិដ្ឋកម្មទាំងនេះត្រូវបានចាត់ទុកថាជាអំពើខុសច្បាប់ដែលធ្វើឡើងដោយបុគ្គលម្នាក់ៗក្នុងបរិបទនៃជម្លោះកអំណាចអំណោយច្បាប់ច្បាស់លាស់លក្ខន្តិកៈទីក្រុងរ៉ូមឆ្នាំអនុម័ត1998ចូលជាធរមានឆ្នាំ2002មាត្រាសំខាន់មាត្រាទី8នៃលក្ខន្តិកៈទីក្រុងរ៉ូមខ្លឹមសារសង្ខេបនៃមាត្រាទី8មាត្រានេះកំណត់ថាបទល្មើសសង្គ្រាមរួមទាំងការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាហ្សឺណែវឆ្នាំ1949និងការរំលោភបំពានធ្ងន់ធ្ងរដទៃទៀតលើច្បាប់និងទំនៀមទម្លាប់នៃការធ្វើសង្គ្រាមឧទាហរណ៍ខ្លីនៃការរំលោភបំពានធ្ងន់ធ្ងរការសម្លាប់ដោយចេតនាលើជនស៊ីវិលឬឆ្លើយសឹកការធ្វើទារុណកម្មឬការធ្វើបាបលើបុគ្គលដែលបានចោះចាញ់ការវាយប្រហារដោយចេតនាទៅលើវត្ថុស៊ីវិលដែលមិនមានតម្លៃយោធាដូចជាមន្ទីរពេទ្យសាលារៀនឬអគារលុបនៅ 3. ផលវិបាកចំពោះប្រទេសនិងបុគ្គលដែលល្មើសច្បាប់សង្គ្រាមពេលដែលមានការរំលោភបំពានច្បាប់សង្គ្រាមផលវិបាកអាចកើតមានតាមរយៈយន្តការពីរសំខាន់គឺកការទទួលខុសត្រូវព្រហ្មទណ្ឌបុគ្គលនេះគឺជាវិធីសាស្ត្រចម្បងដើម្បីដាក់ទណ្ឌកម្មចំពោះបទល្មើសសង្គ្រាមបុគ្គលដែលបានបញ្ជាចូលរួមឬប្រព្រឹត្តបទល្មើសសង្គ្រាមត្រូវទទួលខុសត្រូវដោយផ្ទាល់ចាប់ពីកម្រិតទាហានសាមញ្ញរហូតដល់មេដឹកនាំរដ្ឋស្ថាប័នអនុវត្តតុលាការឧក្រិដ្ឋកម្មអន្តរជាតិអំណាចអំណោយច្បាប់មាត្រា27នៃលក្ខន្តិកៈទីក្រុងរ៉ូមចែងយ៉ាងច្បាស់ថាតំណែងផ្លូវការមិនអាចលើកលែងបុគ្គលណាពីការទទួលខុសត្រូវព្រហ្មទណ្ឌបានឡើយនេះមានន័យថាសូម្បីតែប្រមុខរដ្ឋឬរដ្ឋាភិបាលក៏អាចត្រូវបាន ICC ចាប់ខ្លួននិងកាត់ទោសបានប្រសិនបើរកឃើញថាមានការចូលរួមក្នុងបទល្មើសសង្គ្រាមខការទទួលខុសត្រូវរបស់រដ្ឋទន្ទឹមនឹងការដាក់ទណ្ឌកម្មលើបុគ្គលរដ្ឋដែលបានបំពានច្បាប់សង្គ្រាមក៏អាចត្រូវទទួលខុសត្រូវចំពោះរដ្ឋដទៃឬសហគមន៍អន្តរជាតិទាំងមូលផងដែរយន្តការអនុវត្តទី1ក្រុមប្រណាំងអង្គការសន្តិសុខអន្តរជាតិអាចដាក់ទណ្ឌកម្មទៅលើប្រទេសដែលល្មើសច្បាប់ដូចជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចការហាមឃាត់លក់អាវុធឬអនុញ្ញាតឲ្យមានការប្រើប្រាស់កម្លាំងយោធាប្រសិនបើចំនួននោះគំរាមកំហែងទៅដល់សន្តិភាពអន្តរជាតិយន្តការអនុវត្តទី2តុលាការយុត្តិធម៌អន្តរជាតិជាតុលាការដែលដោះស្រាយជម្លោះរវាងរដ្ឋនិងរដ្ឋដែលរងផលប៉ះពាល់អាចដឹងប្រទេសដែលល្មើសច្បាប់សង្គ្រាមទៅតុលាការ ICJ ដើម្បីទាមទារសំណងការខូចខាតសេចក្តីសន្និដ្ឋានសរុបមកវិញច្បាប់សង្គ្រាមគឺជាខៀនការពារមនុស្សធម៌ក្នុងអំឡុងពេលជម្លោះបទល្មើសសង្គ្រាមគឺជាការទម្លុះខៀននេះយន្តការអន្តរជាតិធានាថាការទទួលខុសត្រូវបានអនុវត្តទាំងលើបុគ្គលតាមរយៈ ICC
និងរដ្ឋតាមរយៈទណ្ឌកម្ម UN ឬ ICJ ដើម្បីរក្សានូវគោលការណ៍សំខាន់បំផុតនៃយុត្តិធម៌អន្តរជាតិ Cambodia need peace ពួកយើងជឿជាក់លើរាជរដ្ឋាភិបាលនិងកងទ័ពរអិងឯកក្លាហានសូមបងប្អូនរួបរวมសាមគ្គីគ្នាខ្មែរសាមគ្គីខ្មែរឈ្នះខ្មែរខ្លាំងខ្មែរនឹងមានសន្តិភាពឡើងវិញ